សូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗកាប់លើកទី1ត្រូវចំដើមដំឡូងមីបាក់អស់មួយដើមកាប់លើកទី2ចបផ្លាត់ត្រូវចំដុំថ្មញ៉ាំងឲ្យរំជួយដល់ដើមដៃភក្តីបោះចបចោលទាំងខឹងសម្បាឮពាក្យថាថោកទាបលុយរបស់លោកទោះបីមានរាប់លានដុល្លារក៏មិនអាចហោះទៅដុសចេញជាស្រូវជាដំឡូងឲ្យលោកញ៉ាំបានដែរឃើញផ្ទៃមេឃបែកខាងកើតឡើងពណ៌ក្រហមច្រាលមេភូមិសននិងរចនាប្រញាប់រត់ចុះពីលើផ្ទះសូមជូនរឿងវាសនាអ្នកស្រែជំនោរអ្នកក្រុងភាគទី2នៅទីនេះម៉ោង5គឺយឺតហើយបើលោកមិនទៅធ្វើការទេថ្ងៃត្រង់នេះកុំសង្ឃឹមថាបានបាយញ៉ាំឲ្យសោះនិយាយរួចនាងក៏ដើរចុះពីលើផ្ទះបាត់ទៅនៅចំការដំឡូងមីក្រោយភូមិភក្តីឈរកាន់ជាប់កាប់ទាំងស្ទាក់ស្ទើរកម្ដៅថ្ងៃចាប់ផ្ដើមក្ដៅឡើងញើសហូរស្រក់ស្រោចពេញខ្នងភក្តីថ្ងៃនេះពូចង់ឲ្យក្មួយជួយជំរះស្មៅជុំវិញគល់ដំឡូងនេះឲ្យស្អាតមេភូមិសនប្រាប់ទាំងញញឹមរួចបង្ហាញពីរបៀបកាប់ដីជំរះស្មៅថ្នមដើម្បីកុំឲ្យត្រូវរឹសដំឡូងភក្តីត្អូញត្អែក្នុងចិត្តប៉ុន្តែដោយសារខ្លាចអត់បាយក៏ចាប់ផ្ដើមលើកចបកាប់ដីកាប់លើកទី1ត្រូវចំដើមដំឡូងមីបាក់អស់មួយដើមកាប់លើកទី2ចបផ្លាត់ត្រូវចំដុំថ្មញ៉ាំងឲ្យរំជួយដល់ដើមដៃឈឺស្ពឹកមួយចំហៀងខ្លួនកាប់បាន10ដងបាត់ដៃដែលធ្លាប់តែទន់ល្វើយចាប់ផ្ដើមពងបែកឡើងក្រហមទុំផ្សាក្រហាយរកលេខដាក់គ្មានអូយលោកពូខ្ញុំមិនធ្វើទេដៃខ្ញុំពងអស់ទៅហើយលោកពូការងារអីក៏ថោកទាបម្លេះលំបាកលំបិនអីម្លេះភក្តីបោះចបចោលទាំងខឹងសម្បាឮពាក្យថាថោកទាបរចនាដែលកំពុងកាត់ស្លឹកដំឡូងនៅក្បែរនោះស្ទុះដើរមកចំពីមុខភក្តីភ្លាមទឹកមុខនាងឡើងមើងម៉ាត់ខុសពីមុនលោកដឹងទេថាការងារដែលលោកថាថោកទាបនឹងហើយដែលចិញ្ចឹមមនុស្សរាប់លានអ្នកបើគ្មានអ្នកចំការអ្នកស្រែដែលស៊ូទ្រាំហាថ្ងៃហាខ្យល់កាន់ចប់កាប់ដីនិងពងដៃបែបនេះទេតើអ្នកក្រុងអំណុតដូចលោកនេះមានបាយមានម្ហូបញ៉ាំចូលពោះទេលុយរបស់លោកទោះបីមានរាប់លានដុល្លារក៏មិនអាចហោះទៅដុសចេញជាស្រូវជាដំឡូងឲ្យលោកញ៉ាំបានដែរបើគ្មានញើសឈាមរបស់អ្នកស្រែដូចជាពួកយើងទេនោះសម្ដីរបស់រចនាដូចជាញួរវាយបំបែកអំនួតរបស់ភក្តីគេឈរថ្មឹងនិយាយអ្វីមិនចេញព្រោះអ្វីដែលនាងនិយាយគឺជារឿងពិតទាំងអស់គេសម្លឹងមើលទៅដៃរបស់រចនាទើបឃើញថាដៃរបស់នាងក៏មានស្នាមក្រិនស្នាមរដប់ដោយសារការងារធ្ងន់ដែរប៉ុន្តែនាងមិនដែលត្អូញត្អែសូម្បីមួយម៉ាត់មេភូមិសនដើរមកផ្ទះស្មាភក្តីថ្នមក្មួយមាសពិតប្រកបវាត្រូវឆ្លងកាត់ការដុតក្នុងភ្លើងទើបភ្លឺស្អាតមនុស្សយើងក៏ដូចគ្នាដែរបើមិនស្គាល់ភាពលំបាកមិនស្គាល់តម្លៃនៃញើសឈាមទេនោះយើងមិនអាចរកសេចក្តីសុខពិតប្រកបបានឡើយតស៊ូឡើងក្មួយភក្តីអោនមុខចុះយ៉ាងស្រងូតស្រងាត់គេសម្លឹងមើលបាតដៃដែលពងបែករួចងាកទៅមើលចបកាប់ដេកនៅលើដីជាលើកដំបូងក្នុងជីវិតដែលអ្នកប្រុសភក្តីមានអារម្មណ៍អៀនខ្មាស់និងដឹងកំហុសរបស់ខ្លួនគេដកដង្ហើមធំរួចលុកដៃទៅរើសចបកាប់ឡើងវិញយឺតខ្ញុំសុំទោសខ្ញុំនឹងព្យាយាមម្ដងទៀតភក្តីនិយាយខ្សឹបទាំងអៀនព្រានរចនាលួចសម្លឹងមើលសកម្មភាពនោះទឹកមុខលែងកាចដូចមុនតែបដូរមកជាញញឹមតិចដោយការពេញចិត្តនាងដើរទៅយកក្រមាពណ៌ក្រហមរបស់នាងមកហុចឲ្យភក្តីយកក្រមានេះមករុំដៃទៅវានឹងជួយកាត់បន្ថយការផ្សាពេលលោកកាន់ចប់ចាប់ពីម៉ោងនោះរហូតដល់ល្ងាចភក្តីខំប្រឹងកាប់ដីជំរះស្មៅទោះជាយឺតនិងឈឺដៃយ៉ាងណាក៏គេមិនបោះបង់ចោលដែរមេឃល្ងាចប្រលប់ភក្តីដើរត្រឡប់មកផ្ទះវិញទាំងអស់កម្លាំងល្វើយតែក្នុងចិត្តបែរជាមានអារម្មណ៍ធូរស្រាលនិងមានមោទនភាពចំពោះខ្លួនឯងយ៉ាងចម្លែកដែលអាចបំពេញការងារបានពេញមួយថ្ងៃប៉ុន្តែឧបសគ្គជីវិតមិនទាន់អស់ត្រឹមនឹងទេព្រោះនៅយប់នោះស្រាប់តែមានរឿងហេតុការណ៍មិននឹកស្មានមួយបានកើតឡើងនៅក្នុងភូមិបន្ទាប់ពីការងារដ៏ហត់នឿយពេញមួយថ្ងៃភក្តីបានលងលក់ទៅក្នុងដំណេកយ៉ាងលឿនដោយសារតែការរយដៃរយជើងប៉ុន្តែនៅពាក់កណ្ដាលអត្រាតស្រាប់តែមានសំឡេងស្រែកឡូឡានិងសំឡេងគោះប៉ោកគោះធ្ងន់បន្លឺឡើងផ្អើលពេញភូមិភក្តីភ្ញាក់ព្រឺតស្ទុះចេញពីមុងទាំងស្លន់ស្លោពេលរត់ចេញមកយកផ្ទះគេឃើញផ្ទៃមេឃបែកខាងកើតឡើងពណ៌ក្រហមច្រាលដោយសារអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅមេភូមិសននិងរចនាប្រញាប់រត់ចុះពីលើផ្ទះដៃយោធុងទឹកនិងបាវចាស់ឃើញភក្តីឈរថ្មឹងរចនាក៏ស្រែកហៅណែលោកនៅឈរថ្មឹងដល់ណាទៀតទៅជួយពន្លត់ភ្លើងគ្នាលឿនឡើង
ពុទ្ធោភ្លើងឆេះខ្លាំងដល់ម្លឹងហើយមិនដេចក៏មហាឡានទឹកមកបលត់មក នៅភូមិដាច់ស្រយាលបែបនេះឡានទឹកមកមិនទាន់ទេមានតែបងប្អូនអ្នកភូមិជួយគ្នាប៉ុណ្ណោះ រចនានិយាយរួចក៏ស្ទុះរត់ទៅបាត់ភក្តីស្ទាក់ស្ទើរក្នុងចិត្តភ័យខ្លាចគ្រោះថ្នាក់ប៉ុន្តែពេលឃើញអ្នកភូមិទាំងចាស់ទាំងក្មេងរត់ទៅជួយគ្នាទាំងយប់បេះដូងរបស់គេក៏ចាប់ផ្ដើមរំភើបញាប់ញ័រគេសម្រេចចិត្តរត់តាមរចនាទៅកាន់កន្លែងកើតហេតុទស្សនភាពនៅចំពោះមុខគឺជំរុកស្រូវនិងផ្ទះបាយរបស់តាយាយជរា2នាក់កំពុងត្រូវភ្លើងលេបត្របាក់អ្នកភូមិរាប់សិបនាក់ឈរតម្រង់ជួរគ្នាជាជួរវែងផ្ទេរធុងទឹកពីម្នាក់ទៅម្នាក់ពីក្នុងអណ្ដូងយកទៅជះលើភ្លើង ភក្តីមកជួយខាងនេះ មេភូមិសនស្រែកហៅភក្តីរត់ទៅចូលជួរភ្លាមជាលើកដំបូងដែលអ្នកប្រុសកូនសេដ្ឋីត្រូវមកឈរលីសែងផ្ទេរធុងទឹកដីប្រឡាក់ប្រឡូកកម្ដៅភ្លើងភាយមកចាំងចំមុខធ្វើឲ្យក្តៅក្រហាយផ្សាភ្នែកនិងថប់ដង្ហើមយ៉ាងខ្លាំងដៃរបស់គេដែលពងបែកតាំងពីថ្ងៃមុនចាប់ផ្ដើមបែកឈាមរហាមដោយសារដុសខាត់នឹងធុងទឹកប៉ុន្តែភក្តីមិនព្រមលែងដៃឡើយគេប្រើកម្លាំងទាំងអស់ដែលមានស្រែកហូកម្ដៅសាច់ដុំជាមួយអ្នកភូមិ លឿនឡើងឲ្យទឹកមកខ្ញុំ ភក្តីស្រែកយ៉ាងខ្លាំងរចនាដែលឈរក្បែរនោះឃើញភក្តីខំប្រឹងទាំងដៃឈាមក៏លួចកោតសរសើរក្នុងចិត្តអ្នកក្រុងម្នាក់នេះលែងជាមនុស្សទុនជ្រាយនិងអំនួតដូចថ្ងៃដំបូងទៀតហើយបន្ទាប់ពីការតស៊ូជាមួយអណ្ដាតភ្លើងអស់ជិត2ម៉ោងទីបំផុតភ្លើងក៏ត្រូវបានពន្លត់ទាំងស្រុងជំរុកស្រូវត្រូវខូចខាតខ្លះប៉ុន្តែផ្ទះធំត្រូវបានសង្គ្រោះទាន់ពេលវេលាអ្នកភូមិម្នាក់ដកដង្ហើមធំអង្គុយចុះដីទាំងហត់នឿយខ្លួនប្រឡាក់ទៅដោយធ្យូងខ្មៅប៉ាតពេញមុខតែយាយម្ចាស់ផ្ទះលើកដៃសំពះយំអរគុណអ្នកភូមិទាំងទឹកភ្នែកនៅភ្នំពេញគេធ្លាប់តែចាយលុយរាប់ម៉ឺនដុល្លារទិញរបស់ប្រេនដើម្បីឲ្យគេសរសើរនិងលើកដំកើងប៉ុន្តែគេមិនដែលទទួលបានអារម្មណ៍កក់ក្ដៅនឹងពាក្យអរគុណដែលចេញពីបេះដូងពិតប្រាកដដូចពេលនេះឡើយគេងាកទៅមើលរចនា ធ្វើបានល្អតាអ្នកប្រុសភក្តីយប់នេះលោកពិតជាលយមែន រចនានិយាយទាំងញញឹមស្រស់ភក្តីញញឹមតបទាំងអៀនព្រាន រចនាខ្ញុំទើបតែដឹងថាការជួយអ្នកដតីវាធ្វើឲ្យខ្ញុំមានក្តីសុខជាងចាយលុយបំផ្លាញខ្លួនឯងទៅទៀត ការលះបង់នៅរាត្រីនោះបានធ្វើឲ្យភក្តីខ្លាយជាទីស្រឡាញ់របស់សហគមន៍អូដំបងប៉ុន្តែភាពស្ងប់សុខមិនបាននៅយូរឡើយនៅព្រឹកបន្ទាប់មានឡានទំនើបខ្មៅប្រណិតមួយគ្រឿងបានបើកចូលមកក្នុងភូមិសំដៅមករកភក្តីមនុស្សដែលចុះពីលើឡាននោះធ្វើឲ្យភក្តីនិងរចនាត្រូវជួបនឹងការសាកល្បងថ្មីមួយទៀតព្រឹកព្រលឹមបន្ទាប់ពីយប់ដ៏ក្តៅកគុកនៃគ្រោះអគ្គិភ័យភក្តីកំពុងតែអង្គុយលាងរបួសនៅលើដៃដោយមានរចនានៅក្បែរនោះជួយរុំរបួសឲ្យថ្នមបរិយាកាសកំពុងតែមានភាពកក់ក្តៅនិងយល់ចិត្តគ្នាស្រាប់តែមានសម្លេងម៉ាស៊ីនឡានស្ពណ៌លំដាប់ខ្ពស់បន្លឺឡើងវ៉ាស់កោះកាត់ធូលីដីក្រហមបើកមកឈប់ងក់ចំពីមុខផ្ទះមេភូមិទ្វារឡានបើកឡើងយុវជនម្នាក់ពាក់វ៉ែនតាខ្មៅម៉ូតសក់លយឆាយដើរចុះមកទាំងខ្ទប់ច្រមុះ ហើយមិនដឹងជាភូមិស្អីទេហើយក៏ហើយក្លិនក៏អាក្រក់ទៀត គេនោះគឺណារិនមិត្តភក្តិស៊ីផឹកចាស់របស់ភក្តីនៅភ្នំពេញពេលណារិនក្រឡេកឃើញភក្តីពាក់អាវចាស់ដៃរំបងមុខប្រឡាក់ធ្យូងតិចគេក៏ស្រែកឡើងទាំងហួសចិត្ត ភក្តីនេះឯងធ្លាក់ខ្លួននៅថ្នាក់នឹងផងកូនសេដ្ឋីលំដាប់ស្រុកខ្មែរមកធ្វើជើងឈ្នួលឲ្យអ្នកស្រែអញ្ចឹងមែនទេ ណារិនមិនក៏ឯងដឹងថាខ្ញុំនៅទីនេះ ណារិនដើរមកចិត្តរួចទាញដុំលុយដុល្លារក្រាស់ថ្មឹកមួយដុំប្រហែល $10,000 ចេញពីកាបូបមកញាត់ចូលក្នុងដៃភក្តីហើយនិយាយថាគ្នាបានលួចសួរលោកពូសុភ័ក្រ ភក្តីឯងកុំល្ងងពេក3ខែនេះឯងមិនខត់ជាដាច់ពោះស្លាប់មិនខានទេតោះឡើងឡានជាមួយខ្ញុំលួចជូនឯងដើរលេងនៅឯក្រៅប្រទេសសិនចាំផុត3ខែចាំមកវិញលុយ$10,000នេះឯងទុកចាយរាយប៉ាឯងមិនដឹងទេ រចនាឈរស្ដាប់ពីចម្ងាយនាងមិននិយាយអ្វីម៉ត់ឡើយប៉ុន្តែខ្សែភ្នែករបស់នាងដែលសម្លឹងមកភក្តីពោពេញដោយភាពខកចិត្តនិងការរងចាំមើលនាងគិតក្នុងចិត្តថា ចុងក្រោយមនុស្សអ្នកក្រុងដូចគេនៅតែមិនអាចចោលចរិតយកលុយជាធំដដែលគេច្បាស់ជារត់ទៅវិញជាមិនខានទេ ភក្តីសម្លឹងមើលដុំលុយ$10,000នៅក្នុងដៃលុយចំនួននេះបើកាលពីមុនគេអាចចាយអស់ត្រឹមតែមួយយប់នៅក្នុងក្លឹបកំសាន្តប៉ុណ្ណោះបើគេងក់ក្បាលយល់ព្រមគេនឹងបានត្រឡប់ទៅដេកបន្ទប់ម៉ាស៊ីនត្រជាក់ញ៉ាំអាហារឆ្ងាញ់លែងហត់នឿយលែងពងដៃក្រហាយទៀតហើយគេងាកទៅមើលមេភូមិសនដែលកំពុងឈរមើលមកគេដោយទឹកមុខស្ងប់ស្ងៀមគេងាកទៅមើលរចនាដែលមានខ្សែភ្នែកស្រងូតស្រងាត់រួចគេក៏កលេចមើលទៅបាត់ដៃខ្លួនឯងដែលទើបតែមុតឈាមដោយសារជួយពន្លត់ភ្លើងផ្ទះអ្នកភូមិកាលពីយប់មិញរូបភាពយាយជរាលើកដៃសំពះអរគុណទាំងទឹកភ្នែកនិងរសជាតិផ្អែមល្ហែមនៃទឹកត្រជាក់មួយផ្ដិលដែលបានមកពីសេចក្តីល្អស្រាប់តែហោះកាត់ខួរក្បាលរបស់គេវាជាក្តីសុខពិតប្រាកដដែលលុយ$10,000របស់ណារិនមិនអាចទិញបានឡើយភក្តីដកដង្ហើមធំរួចហុចដុំលុយនោះត្រឡប់ទៅឲ្យណារិនវិញយឺត
ប៉ុន្តែយ៉ាងម៉ឺងម៉ាត់ ណារិនណែឯងយកលុយឯងទៅវិញចុះខ្ញុំមិនទៅណាទាំងអស់ ភក្តីឯងឈួតហើយមែនទេលុយនៅនឹងមុខហើយមិនក៏ឯងមិនយក ណារិនគ្នាមិនបានឈួតទេកាលពីមុនខ្ញុំគិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាងតែនៅពេលនេះខ្ញុំបានរៀនស្គាល់ពីតម្លៃនៃញើសឈាមតម្លៃនៃបាយមួយម៉ាត់និងទឹកចិត្តពិតប្រាកដរបស់មនុស្សបើខ្ញុំលួចរត់ទៅជាមួយឯងខ្ញុំអាចនឹងស្រណុកខ្លួនតែខ្ញុំនឹងក្លាយជាមនុស្សបរាជ័យនិងមើងងាយខ្លួនឯងអស់មួយជីវិតខ្ញុំចង់ស៊ូនៅទីនេះដោយសមត្ថភាពខ្លួនឯង ឮសម្ដីដ៏ម៉ឺងម៉ាត់របស់ភក្តីរួចណារិនខឹងផងហួសចិត្តផងក៏ដើរឡើងឡានបើកចេញទៅទាំងដីហុយត្រឡោមបន្ទាប់ពីឡានរបស់ណារិនបើកចេញបាត់ភូមិអូដំបងត្រឡប់មកមានភាពស្ងប់ស្ងាត់វិញភក្តីងាកមកមើលរចនាស្រាប់តែឃើញនាងកំពុងតែញញឹមយ៉ាងស្រស់ស្នាមញញឹមដែលចេញពីបេះដូងនិងពោពេញដោយការគោរពកោតសរសើរមកលើរូបគេជាលើកដំបូង លោកពិតជាផ្លាស់ប្ដូរមែនតែនហើយមើលទៅ រចនានិយាយខ្សឹបទាំងអៀនព្រានមេភូមិសងដើរមកផ្ទះស្មាភក្តីទាំងញញឹម ល្អណាស់ក្មួយប្រុសឯងឈ្នះចិត្តខ្លួនឯងហើយថ្ងៃនេះពូមានកាដូពិសេសសម្រាប់ឯងគឺពូនឹងបង្រៀនឲ្យឯងចេះបើកបរត្រាក់ទ័រភ្ជួរស្រែម្ដង ភក្តីញញឹមយ៉ាងក្តីសង្ឃឹមជីវិតរបស់គេលែងងងឹតអាប់ដូចថ្ងៃដំបូងទៀតហើយ